កាលពីព្រេងនេះនៅភូមិតូចមួយព័ទ្ធជុំវិញដោយភ្នំមានយុវជនម្នាក់អាយុ24ឆ្នាំឈ្មោះម៉ាកូជាមនុស្សដែលមិនសូវនឹងនរោឡើយគំនិតរបស់គាត់តែងតែពេញដោយរឿងរ៉ាវនានាអស់ពេញមួយថ្ងៃគំនិតផ្សេងបានកើតឡើងហើយបាត់ទៅវិញហើយគំនិតទាំងនេះបានធ្វើឲ្យគាត់មានអារម្មណ៍ថាមិនស្រួលខ្លួននិងហត់នឿយគាត់តែងតែមានអារម្មណ៍សោកសៅចំពោះអតីតកាលរបស់គាត់ហើយព្រួយបារម្ភយ៉ាងខ្លាំងអំពីអនាគតដោយសារគំនិតទាំងនេះស្មារតីរបស់គាត់ប្រៀបដូចជាព្យុះគាត់មិនអាចមានអារម្មណ៍ស្ងប់គេងមិនលក់ស្រួលហើយថែមទាំងភ្លេចរបៀបញញឹមទៀតផងថ្ងៃមួយម៉ាកូបានឮអំពីភូមិមួយដ៏ឆ្ងាយនៅលើភ្នំមនុស្សនិយាយថាមានលោកតាដ៏មានប្រាជ្ញាម្នាក់រស់នៅទីនោះលោកតានោះធ្លាប់ជាអ្នកចិត្តសាស្ត្រាដ៏ល្បីល្បាញម្នាក់នៅចុងទីក្រុងគាត់បានជួយមនុស្សជាច្រើននៅជុំវិញរបស់គាត់ហើយបានបង្រៀនពួកគេពីរបៀបស្វែងរកសន្តិភាពនៅក្នុងចិត្តរបស់តែពួកគេឥឡូវនេះគាត់ចាស់ហើយគាត់បានចាកចេញពីជីវិតដ៏មមាញឹកនៅក្នុងទីក្រុងហើយចាប់ផ្ដើមរស់នៅក្នុងភូមិស្ងប់ស្ងាត់មួយក្បែរធម្មជាតិពេលខ្លះគាត់បានផ្ដល់ដំបូន្មានដល់ភ្ញៀវដែលមកលេងម៉ាកូក្លាយជាមនុស្សដែលចង់ដឹងនិងមានសេចក្តីសង្ឃឹមគាត់បានសម្រេចចិត្តថាគាត់ត្រូវតែទៅជួបលោកតានោះគាត់គិតថាប្រហែលជាលោកតាដ៏មានប្រាជ្ញានេះអាចជួយខ្ញុំស្វែងរកសន្តិភាពបានបន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយនិងនឿយហត់អស់ជាច្រើនខ្លៃម៉ាកូបានទៅដល់ភូមិនៅលើផ្លុំនោះពេលទៅដល់ទីនោះគាត់ឃើញផ្ទះតូចមួយដែលគ្របដណ្ដប់ដោយរុក្ខជាតិបៃតងនៅលើរានហាលនៃផ្ទះនោះលោកតាបានអង្គុយយ៉ាងស្ងៀមស្ងាត់ភ្នែករបស់គាត់បិទហើយគាត់មើលទៅមានសន្តិភាពខ្លាំងណាស់ម៉ាកូបានដើរទៅជិតគាត់ហើយនិយាយដោយស្ងៀមស្ងាត់ថាលោកតាគំនិតរបស់ខ្ញុំគឺមិនសូវនឹងនរោខ្លាំងណាស់ខ្ញុំមិនអាចបញ្ឈប់ការគិតបានខ្ញុំចង់បានសន្តិភាពនៅក្នុងចិត្តរបស់ខ្ញុំតើលោកតាអាចជួយខ្ញុំបានទេលោកតានោះយឺតក៏បើកភ្នែកហើយញញឹមយ៉ាងស្ងប់ស្ងាត់គាត់និយាយថាអូអ្នកកំពុងស្វែងរកសន្តិភាពមែនទេបើអ៊ីងចុនសួរមកជាមួយខ្ញុំនឹងឲ្យកិច្ចការតូចមួយដល់អ្នកគាត់បាននាំម៉ាកូទៅទីធ្លាតូចរបស់គាត់បន្ទាប់មកគាត់បានចាក់ទឹកពេញកែវមួយពេញរហូតដល់មាត់កែវនោះពេញណាស់សូម្បីតែរង្គើបន្តិចក៏ទឹកអាចហៀបានដែរគាត់បានហុចកែវនោះទៅឲ្យម៉ាកូហើយនិយាយថាដើរពីទីនេះទៅដល់ខេមភូមិហើយបន្ទាប់មកត្រឡប់មកវិញប៉ុន្តែចាំណាអ្នកមិនត្រូវធ្វើឲ្យទឹកហៀសូម្បីតែមួយដំណក់ទេម៉ាកូមើលទៅគាត់ដោយភ្ញាក់ផ្អើលប៉ុន្តែគាត់ចង់ធ្វើឲ្យអស់ពីសមត្ថភាពដូច្នេះគាត់ក៏ទទួលយកការប្រកួតប្រជែងនោះគាត់កាន់កែវនោះយ៉ាងប្រុងប្រយ័ត្នហើយចាប់ផ្ដើមដើរភ្លើតូចចង្អៀតហើយម៉ាញឹកមនុស្សខ្លះកំពុងដើរអ្នកខ្លះកំពុងរត់ម្ចាស់ហាងកំពុងហៅអតីតជនហើយឆ្កែជាច្រើនកំពុងព្រោះប៉ុន្តែម៉ាកូមិនបានមើលជុំវិញភ្នែករបស់គាត់សម្លឹងមើលតែកែវទឹកនោះគាត់ដើរយឺតនិងប្រុងប្រយ័ត្នមួយជំហានម្ដងមនុស្សមើលគាត់ដោយភ្ញាក់ផ្អើលប៉ុន្តែគ្មាននរណាម្នាក់រំខានគាត់ឡើយពួកគេដឹងថាពួកគេកំពុងរៀនអ្វីមួយដែលសំខាន់ទីបំផុតម៉ាកូបានត្រឡប់មកជួបលោកតាវិញហើយនិយាយថាលោកតាខ្ញុំបានធ្វើវាបានហើយខ្ញុំមិនបានធ្វើឲ្យទឹកហៀសំបីតែមួយដំណោកទេលោកតាបានងក់កៅហើយញញឹមបន្ទាប់មកគាត់សួរថាល្អណាស់ប៉ុន្តែប្រាប់ខ្ញុំតើអ្នកបានឃើញក្មេងៗលេងនៅក្បែរផ្លូវទេតើអ្នកបានឮសំឡេងឆ្កែព្រោះទេម៉ាកូមើលទៅភ្ញាក់ផ្អើលហើយនិយាយថាអត់ទេខ្ញុំមិនបានឃើញឬឮអ្វីទេខ្ញុំផ្ដោតតែលើកែវទឹកប៉ុណ្ណោះលោកតាបានញញឹមម្ដងទៀតហើយនិយាយយ៉ាងទន់ភ្លើតថានោះជាអាធម្មាតមៈអ្វីមួយដែលតែងតែមាននៅក្នុងខ្លួនអ្នកប៉ុន្តែអ្នកមិនបានដឹងនៅពេលដែលគំនិតរបស់អ្នកស្ថិតនៅក្នុងពេលបច្ចុប្បន្ននោះគ្មានកន្លែងសម្រាប់ភាពភ័យខ្លាចគ្មានភាពច្របូកច្របល់និងគ្មានគំនិតបន្ថែមទៀតអ្នកគិតតែពីទឹកនៅក្នុងកែវប៉ុណ្ណោះនៅពេលនោះស្មារតីរបស់អ្នកក៏ស្ងប់ស្ងាត់ទាំងស្រុងអ្នកមិនសោកសៅចំពោះអតីតកាលទេអ្នកមិនខ្លាចអនាគតទេយឺតម៉ាកូចាប់ផ្ដើមយល់នេះគឺជាសន្តិភាពដែលគាត់កំពុងស្វែងរកសន្តិភាពមិនមែនជាអ្វីដែលយើងរកឃើញនៅខាងក្រៅសន្តិភាពមានក្នុងខ្លួនយើងរួចរាល់នៅពេលយើងរស់នៅក្នុងពេលបច្ចុប្បន្នម៉ាកូបានឱនក្បាលហើយនិយាយដោយស្ងៀមស្ងាត់ថាលោកតាឥឡូវនេះខ្ញុំយល់ហើយប្រសិនបើខ្ញុំចង់ធ្វើឲ្យចិត្តរបស់ខ្ញុំស្ងប់ខ្ញុំត្រូវតែរក្សាគំនិតរបស់ខ្ញុំនៅក្នុងពេលនេះនោះហើយជាពេលដែលសន្តិភាពពិតប្រាកដចូលមកលោកតាបានញញឹមម្ដងទៀតព្រះអាទិត្យកំពុងលិចហើយពន្លឺចុងក្រោយបានប៉ះដីសត្វស្លាបកំពុងហើរត្រឡប់ទៅសម្បុករបស់ពួកគេ
ម៉ាកូចាប់ផ្ដើមដើរត្រឡប់ទៅផ្ទះវិញប៉ុន្តែឥឡូវនេះគាត់មិនមែនជាយុវជនដែលមិនសូវនឹងនរោដូចមុនទៀតទេគាត់បានផ្លាស់ប្ដូរហើយគាត់មានសន្តិភាពនៅខាងក្នុងពីព្រោះឥឡូវនេះគាត់ដឹងពីរបៀបធ្វើឲ្យចិត្តស្ងប់ប្រសិនបើអ្នកចូលចិត្តរឿងនេះសូមចុច like ហើយចែករំលែកវាជាមួយមិត្តភ័ក្តិរបស់អ្នកហើយកុំភ្លេចជាបបោះដោយរឿង Convoy អាហាររបស់យើងសម្រាប់រឿងដែលបំផុសគំនិតបន្ថែមទៀតដូចជារឿងនេះសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅរឿងបន្ទាប់បីចំរងអុយគំនិតថ្មីនិងមេរៀនថ្មីរហូតដល់ពេលនោះសូមនៃឲ្យល្អនិងមានសន្តិភាព